សួស្តីអ្នកទាំងអស់គ្នាបាទថ្ងៃនេះគឺយើងមកសិក្សាអំពី Trader Foundation បាទស្វែងយល់អំពីមូលដ្ឋានគ្រឹះបាទដើម្បីក្លាយជា trader ថាតើយើងត្រូវមានគ្រឹះយ៉ាងដូចម្តេចបាទ Before we learn strategy or technical analysis every successful trader must build a strong foundation មុនពេលដែលយើងសិក្សាស្វែងយល់អំពីយុទ្ធសាស្ត្រឬមួយក៏ការវិភាគទៅលើបច្ចេកទេសបាទគ្រប់ trader ដែលជោគជ័យទាំងឡាយគឺត្រូវតែកសាងបាទនៅមូលដ្ឋានគ្រឹះឲ្យរឹងមាំជាមុនសិនបាទអញ្ចឹងប្រៀបបីដូចជាអាគារមួយអញ្ចឹងបងប្អូនគេត្រូវតែធ្វើគ្រឹះឲ្យរឹងមាំដើម្បីអីដើម្បីឲ្យវាមានអាយុកាលវែងឆ្ងាយដើម្បីវាក្លាយជាអាគារដែលរឹងមាំបាទអញ្ចឹង trader យើងក៏ដូចគ្នាដែរយើងត្រូវតែមានគ្រឹះជាមុនសិនបាទមុនពេលដែលយើង step in មុនពេលដែលយើងឈានជើងចូលទៅក្នុងការ trade នៅក្នុងទីផ្សារផ្ទាល់តែម្ដងបាទ Trading is not about luck or fast profit បាទ Trading គឺមិនពឹងទៅលើសំណាងឬមួយក៏ផលចំណេញលឿនទេ It is about discipline វាគឺពឹងទៅលើបាទវិន័យ understanding the market បាទការយល់ដឹងអំពីទីផ្សារហើយនិងការការពារដើមទុនបាទអញ្ចឹងគ្រឹះដើម្បីក្លាយជា trader បាទដ៏រឹងមាំយើងត្រូវតែមានគ្រឹះ3យ៉ាងហ្នឹងបាទមានវិន័យការយល់ដឹងអំពីទីផ្សារហើយនិងការការពារដើមទុនអញ្ចឹងថាតើវាមានម៉េចធៀងវាយ៉ាងណាទៀតឥឡូវយើងចូលទៅមើល slide បន្តទៀតទី1បាទ first introduction to professional trading បាទការសេចក្តីផ្ដើមដើម្បីក្លាយទៅជា trader អាជីពបាទ as a professional trader we treat trading like a business not gambling បាទអញ្ចឹងជា trader អាជីពគឺយើងចាត់ទុកថាការ trade ហ្នឹងគឺដូចជាអាជីវកម្មអញ្ចឹងបាទ not gambling គឺមិនមែនជាល្បែងទេបើយើង trade ជាល្បែងបាទយើងចូលទៅកាស៊ីណូទៅបាទយើងចាក់1ក្តារចាក់1000បាន2000ឬក៏3000អញ្ចឹងទៅបាទអញ្ចឹង trader ខ្លះនៅពេលដែលគាត់អត់បានស្វែងយល់អំពីបាទមូលដ្ឋានគ្រឹះនេះទេគាត់ចូលទីផ្សារឧទាហរណ៍ថាលុយគាត់$1000បាទគាត់ចូលមួយឡតបាទទីផ្សារ1ទៅ10លេខដាច់ផឹង1នាទី2 3នាទីទេលឿនណាស់ទីផ្សារមាសបាទទៅលើទីផ្សារមាសគឺលឿនតែម្ដងបាទដូច gambling ចឹងបើគាត់លេងរបៀបហ្នឹងបាទ A beginner normally focuses on profit only បាទអ្នកចាប់ដើមថ្មីថ្មោងជាទូទៅគាត់ផ្ដោតទៅលើបាទផលចំណេញទេបាទ professional focus on process and risk management ក៏ប៉ុន្តែ trader អាជីពគឺគាត់ផ្ដោតទៅលើដំណាក់កាលបាទហើយនឹងការគ្រប់គ្រងនៅហានិភ័យអញ្ចឹងគេមានដំណាក់កាលរបស់គេបាទមួយថ្ងៃគេត្រូវយកចំណេញប្រមាណភាគរយបាទឧទាហរណ៍ថា3% 1ទៅ3%អញ្ចឹងទៅហើយបាទផលចំណេញប្រចាំថ្ងៃប្រចាំសប្តាហ៍ប្រចាំខែរបស់គេអញ្ចឹងទៅអញ្ចឹងឧទាហរណ៍ថាបន្ថ្ងៃគាត់ចំណេញ at least 3%មួយខែបាទ30%បាទមួយឆ្នាំ 360% ហ្នឹងគឺគេគិតរបៀបបែបហ្នឹងជា trader អាជីពបាទ Professional trading require 3 important elements បាទអញ្ចឹងអ្នក trader អាជីពនេះគឺគាត់តម្រូវឲ្យមានធាតុផ្សំ3យ៉ាងបាទដើម្បីឲ្យខ្លាយជា trader អាជីពណាយើងត្រូវតែមានធាតុផ្សំ3យ៉ាងទី1បាទ first a clear trading plan បាទទី1គឺយើងត្រូវតែមានផែនការtrade ច្បាស់លាស់បាទយើងមិនមែនចូលផ្សារទៅតាមតែបាទឃើញផ្សារតំណងចូលណាគឺយើងត្រូវតែមានការ pre analysis បាទគឺការវិភាគមុនទីផ្សារមុននឹងចូលបាទ You must know where to enter where to exit and how much risk you accept before opening a trade បាទយើងត្រូវតែដឹងអំពីកន្លែងចូលកន្លែងចេញហើយថាតើការខាត់បងប្រមាណនៅក្នុងការចូលទីផ្សារបាទយើងត្រូវតែគណនាឲ្យ calculate ឲ្យហើយបាទឧទាហរណ៍ថាមួយ trade យើងខាតប្រមាណភាគរយឧទាហរណ៍ថា 1% អញ្ចឹងទៅអញ្ចឹងដើមទុន 1000 1% យើងខាត$10បាទ Second understanding the tool បាទទី2គឺការយល់ដឹងអំពី tool បាទ chart បាទ graph ហ្នឹងគឺយើងត្រូវបាទចេះរៀបចំឲ្យស្អាតចេះប្រើ indicator របៀបណាដែលអាចជំនួយយើងបាទ time frame បាទ time frame យើងមើលទៅលើ
បើសិនជា scalper បាទគេមើលទៅលើ time frame 15នាទីបាទហើយគេ entry 5នាទីឬក៏1នាទីអញ្ចឹងបាទហើយ intraday trader គេមើលទៅលើ daily គេវិភាគ daily ដើម្បីរកkey level ដើម្បីចាប់មើលលំហូរបាទហើយគេ entry ទៅលើវិភាគដេញមក4ម៉ោង1ម៉ោងបាទ entry ទៅលើ15នាទីឬក៏5នាទីអញ្ចឹងទៅដើម្បីរកកន្លែងដាក់ SL អីខ្លីអញ្ចឹងទៅបាទហើយ swing trader បាទគេមើលទៅលើ time frame ធំដូច monthly ដូច weekly ដូច daily អញ្ចឹងទៅបាទអញ្ចឹងកន្លែងហ្នឹងគឺយើងអាចបាទយើងកំណត់សម្គាល់ខ្លួនឯងថាតើយើងជាមនុស្សដែលចូលចិត្ត trade បាទជា scalping ខ្លីៗបាទផលយកផលចំណេញខ្លីៗឬមួយក៏បាទអ្នកដែលអត់ធ្មត់គឺគាត់ភាគច្រើនគឺគាត់ swing trader បាទគាត់hold position ឆ្លងសប្តាហ៍ឆ្លងខែ swing trader បាទ and market session such as Asian London and New York session បាទអញ្ចឹងទីផ្សារគឺបែងចែកជា3ដំណាក់កាលមាន ASEAN បាទ London ហើយនិង New York session បាទអញ្ចឹងគឺយើងត្រូវតែដឹងទាំងអស់ហ្នឹងបាទហើយទី3បាទ mindset បាទ mindset នេះគឺសំខាន់ណាបងប្អូនបាទនៅក្នុងការ trade mindset គឺសំខាន់ខ្លាំងសំខាន់រលេខដាក់គ្មានណាអញ្ចឹងយើងត្រូវតែ accept នៅ loss បាទអញ្ចឹងពីព្រោះអីការខាត់បង់ហ្នឹងវាជាផ្នែកនៃ trading បាទមិនមែន no strategy win 100% ទេមិនមែនយុទ្ធសាស្ត្រទាំងអស់គឺចំណេញ 100% ទេគឺអត់ទេបាទ key message បាទ consistency is more important than fast profit បាទអញ្ចឹងសារដ៏សំខាន់ហ្នឹងបាទភាពថិតថេរយូរអង្វែងគឺវាសំខាន់ជាងបាទ fast profit បាទផលចំណេញលឿនបាទផលចំណេញលឿនឧទាហរណ៍ថាបងប្អូន trade មួយថ្ងៃចំណេញ 100% ឬក៏ 500% បាទស្អែកឡើង all in ទៀតដាច់ផឹងបាទអាហ្នឹងគឺ gambling ហើយគឺមិន consistency ទេបាទ consistency ដូចprofessional trader គេគិតទៅលើភាគរយអញ្ចឹងមួយ trade គេចូលតែ 1% អញ្ចឹងទៅគេអត់ revenge trade គេអត់អីផ្សេងៗទេបាទបាទអញ្ចឹងយើងចូលទៅ slide បន្ទាប់ទៀតបាទ second understanding market behavior បាទគឺការយល់ដឹងអំពីចរិតលក្ខណៈរបស់ទីផ្សារបាទ the market does not move randomly បាទអញ្ចឹងទីផ្សារគឺវាមិនផ្លាស់ប្ដូរ random ទេបាទ price move because of liquidity and institutional order បាទអញ្ចឹងទីផ្សារហ្នឹងគឺវាផ្លាស់ប្ដូរដោយសារតែ liquidity ហើយនឹងបាទការកម្មង់បញ្ជាទិញលក់ពីស្ថាប័នហិរញ្ញវត្ថុដូចជា hedge fund ឬក៏ smart money អីទៅបាទ institutions look for liquidity and highs and above low បាទអញ្ចឹងស្ថាប័នហិរញ្ញវត្ថុហ្នឹងគឺគាត់រកមើល liquidity បាទនៅលើ high ឬក៏ខាងក្រោម low អញ្ចឹងបាទ liquidity ហ្នឹងគឺសំដៅទៅលើសាច់ប្រាក់នៅក្នុងទីផ្សារឧទាហរណ៍ថា retail trader អញ្ចឹងគាត់ចូលចិត្តអីគាត់ចូលចិត្តដាក់បាទឧទាហរណ៍ថាគាត់លក់គាត់ដាក់ SL នៅចុង high អីទៅចុង wick អីចឹងទៅហើយទិញគាត់ដាក់ចូលចិត្តដាក់ SL នៅខាងក្រោម low អញ្ចឹងទៅឬក៏ខាងក្រោម wick អីចឹងទៅបាទអញ្ចឹងស្ថាប័នហិរញ្ញវត្ថុគឺគេរកមើលតែទាំងអស់ហ្នឹងទេរកមើលទាំងអស់ហ្នឹងកន្លែងណា major liquidity ច្រើនជាងគេបុកផ្ដាច់ហ្នឹងហើយបាទ that is why price sometimes break support or resistance and then reverse បាទនោះគឺជាអ្វីដែលទីផ្សារបាទអាចផ្ដាច់ support ឬមួយក៏ resistance ហើយបន្ទាប់មកវា reversal អីចឹងទៅបាទអញ្ចឹងនៅពេលដែលទីផ្សារវាផ្ដាច់ liquidity វាអាចបង្កើតរូបភាពពីរយ៉ាងទី1វា draw liquidity មានថាឧទាហរណ៍ថាវាឡើងផ្ដាច់បាទអ្នក sell ទៅវាផ្ដាច់ហើយវាឡើងនៅទៀតជួនកាលទៅវាគ្រាន់តែ fake break ទេ fake break resistance វាត្រឡប់មកវិញបាទអញ្ចឹងគឺបែបហ្នឹង we must understand market structure យើងត្រូវតែយល់ដឹងអំពីរចនាសម្ព័ន្ធទីផ្សារបាទរចនាសម្ព័ន្ធទីផ្សារហ្នឹងមានថា uptrend មាន higher high and higher low បាទអញ្ចឹងនៅពេលណាដែលទីផ្សារ uptrend បាទទីផ្សារឡើងគឺវាបង្កើតជា higher high ហើយនឹងlower low higher low បាទ
downtrend means lower high and lower low បាទអញ្ចឹងគឺទីផ្សារចុះគឺបង្កើតជា lower high ហើយនឹង lower lows consolidation means the market is waiting for liquidity បាទអញ្ចឹងនៅពេលណាដែលទីផ្សារ sideways ឬក៏ consolidation ហ្នឹងទីផ្សារគឺវារងចាំមើល liquidity បាទស្ថាប័នហិរញ្ញវត្ថុហ្នឹងគឺគាត់ចាំផ្ដាច់តម្លៃណាមួយបាទ support ឬក៏ resistance អញ្ចឹងបាទអញ្ចឹងនៅពេលណាដែលផ្ដាច់ហើយគឺវាបង្កើតជាទ្រង់ទ្រាយបាទផ្សេងទៀត up ឬក៏ down អញ្ចឹងទៅបាទ also remember បាទយើងត្រូវតែចងចាំបាទ Asian session normally move slowly បាទទីផ្សារអាស៊ានគឺជាទូទៅគឺវា move យឺតបាទ London and New York sessions create strong volatility and major opportunity បាទទីផ្សារ London ហើយនិង New York session គឺជាទូទៅវាបង្កើតនៅ strong volatility ហើយនឹងឱកាសបាទជាច្រើនបាទ key message do not chase price understand why price move បាទអញ្ចឹងសារដ៏សំខាន់គឺយើងត្រូវកុំដេញតាមតម្លៃបាទយើងត្រូវតែយល់ដឹងអំពីហេតុអីបានជាតម្លៃវាផ្លាស់ប្ដូរបាទមានន័យថាទីផ្សារឧទាហរណ៍ថាទីផ្សារ up បាទយើងតាមទិញដេញទិញបាទយើងអត់គិតថាចាំមើលបកមកធ្លាក់មកតម្លៃ discount ហ្នឹងមិនទិញអាហ្នឹងយើងកុំតាមទិញតម្លៃយ៉ាងបាទអញ្ចឹងយើងត្រូវតែយល់ដឹងអំពីថាហេតុអីបានជា price move ដោយសារតែបាទ liquidity បាទដោយសារតែinstitutional បាទផ្ដាច់ liquidity ឬមួយក៏អីផ្សេងៗហ្នឹងគឺវាធ្វើឲ្យមានការ move up and down ខ្លាំងទីផ្សារបាទអញ្ចឹង slide បន្តទៀតបាទ start risk awareness and discipline បាទយើងត្រូវតែយល់ដឹងអំពីហានិភ័យហើយនឹងមានវិន័យបាទ many traders lose not because of strategy but because of poor discipline បាទជាង trader ជាច្រើនគឺគាត់បាត់បង់លុយកាក់របស់គាត់ហ្នឹងមិនមែនដោយសារតែយុទ្ធសាស្ត្រទេក៏ប៉ុន្តែដោយសារតែបាទវិន័យរបស់គាត់គឺខ្សោយមែនតើគឺគាត់អត់មានវិន័យក្នុងការ trade ទេបាទមួយថ្ងៃគាត់ចូលបាទមិនចេះឈប់មិនចេះហើយមិនចេះទនាបាទហើយថាពីព្រឹកទល់យប់ហ្នឹងក៏គាត់ចូល trade រហូតកន្លែងណាក៏ជាឱកាសក្នុងការចូលរបស់គាត់ដែរបាទ risk management is survival អញ្ចឹងមានតែការគ្រប់គ្រងហានិភ័យទេដែលអាចធ្វើឲ្យយើងរស់បាននៅក្នុងទីផ្សារបាទ never risk too much in one trade បាទមានន័យថាយើងកុំឲ្យខាតច្រើនពេកនៅក្នុងមួយ trade របស់យើងមានថាអ្នកខ្លះបាទមានលុយ 1000 ចូល1ឡតអីចឹងដែរទីផ្សារមួយទៅ10លេខដាច់ផឹងតែម្ដងបាទ professional trader normally risk only 1% or 2% per trade អញ្ចឹងអ្នក trader អាជីពហ្នឹងគឺគាត់ជាទូទៅខាតតែ 1% ឬក៏ 2% ទេនៅក្នុងមួយ trade របស់គាត់ always use stop loss បាទគឺត្រូវតែប្រើប្រាស់ stop loss ជានិច្ចតែម្ដងបាទ avoid emotional trading such as revenge trading or over trading up to losses បាទគឺយើងជៀសវាងនៅការrevenge ផ្សារបាទបន្ទាប់ពីយើងខាតហើយយើងចង់ revenge ដូចថាយើងខាតដាច់ stop loss អស់$100យើងចង់ revenge មកវិញគុណ lot size ថែមបាទអាហ្នឹងអាចដាច់រយៈពេល 2-3 នាទីទេលុយ 1000 2-3 នាទីគឺដាច់មកបាទដោយសារតែយើង revenge យើងប្រើ lot size ធំជាងមុនអញ្ចឹងទៅអញ្ចឹងដើម្បីខ្លាយជា professional trader បានយើងត្រូវតែធ្វើរឿងទាំងអស់ហ្នឹងបាទកុំធ្វើរឿងទាំងអស់ហ្នឹងបាទដូចថា revenge ទីផ្សារ over trading or after lose មានថា over trade យើង trade ហើយ trade ទៀតបន្ទាប់ពីយើងខាតយើងចង់ទៅស្រង់ដើមឲ្យវិញឲ្យលឿនយើងត្រូវចាំថាទីផ្សារគឺវាតែងតែផ្ដល់ឱកាសឲ្យយើងជានិច្ចបាទមានឱកាសច្រើនក្នុងទីផ្សារមិនមែនមានពេលតែមកព្រឹកឬក៏មួយថ្ងៃឬក៏មកយប់ទេអត់បែបហ្នឹងទេគឺមានឱកាសជានិច្ចតែម្ដងបាទ key message protect capital first profit is result of discipline បាទអញ្ចឹងសារដ៏សំខាន់បាទការពារដើមទុនជាមុនផលចំណេញគឺជាលទ្ធផលនៃវិន័យអញ្ចឹងកន្លែងនេះសំខាន់ណាបងប្អូនកាលណាបងប្អូនការពារដើមទុនឲ្យជាប់បាទបងប្អូននៅតែអាចរកឱកាសក្នុងការចូលទីផ្សារនៅថ្ងៃបាទថ្ងៃហ្នឹងឬក៏ថ្ងៃស្អែកបាទក៏ប៉ុន្តែបើសិនជាបងប្អូនដាច់ account ហ្នឹងបងប្អូនអាចរក profit បានទៀតគឺបងប្អូនដាច់តែម្ដងអត់អាចមានថាធ្វើវា
profit វាឲ្យ recover វាមកបានវិញthì គឺយើងដាច់បាត់ហើយអញ្ចឹងណាចាំមិនថា protect capital first គឺជារឿងសំខាន់ហើយផលចំណេញគឺជាលទ្ធផលនៃវិន័យបាទវិន័យគឺនាំឲ្យយើងទទួលបានផលចំណេញបានយូរអង្វែងគឺយើងមិនធ្វើទៅតាមអារម្មណ៍ទេបាទអញ្ចឹងយើងចូលទៅ slide បន្តមកទៀតបាទសរុបសេចក្តីបាទអញ្ចឹងសរុបសេចក្តីមកវិញបើសិនបើយើងចង់បាទคล้ายជា trader អាជីពបាទយើងត្រូវតែមាន mindset ទី1 mindset ទី2 market understanding ការយល់ដឹងអំពីទីផ្សារហើយទី3គឺ risk discipline គឺមានវិន័យទៅលើការគ្រប់គ្រងនៅហានិភ័យបាទអញ្ចឹង you already become different from most trader in the market អញ្ចឹងនៅពេលណាដែលយើងមាន mindset មានការយល់ដឹងបាទអំពីទីផ្សារហើយមានវិន័យគ្រប់គ្រងហានិភ័យអ្នកនឹងក្លាយជា trader ដែលខុសពី trader ផ្សេងៗទៀតនៅក្នុងទីផ្សារបាទអញ្ចឹងយើងជា trader អាជីពហើយបាទអូខេអញ្ចឹងយើងនឹងជួបគ្នានៅអេពីសូតក្រោយដែលយើងនឹងសិក្សាអំពីបាទការទិញលក់បាទហេតុអីបានជាទីផ្សារmove up and down ខ្លាំងថាតើនរណាខ្លះចូលរួមនៅក្នុងទីផ្សារ forex បាទឬក៏ទីផ្សារអីទៅបាទអរគុណ